តារាជីវឲ្យកណានៅចំកណ្ដាលរវាងដើមវិសាលព្រឹកទាំងពីរនេះទៅកណាត្រូវការសម្រាប់នៅទីនេះកណាប្រពន្ធអានិរុនអានិរុនធម្មជាតិរបស់ព្រះធម៌គឺជាព្រះតថាគតតថាគតបានន័យថាជាផ្លូវមួយព្រោះថាតថាគតគឺប្រៀបដូចជាផ្កាមួយទងដែលបានកើតហើយតថាគតបានបង្កើតអានិរុទ្ធឲ្យចូលទៅកាន់ផ្លូវនេះអ្នកទាំងអស់គ្នាក៏បានចូលទៅកាន់ផ្លូវនេះព្រមទាំងអានន្ទផងដែរបានចូលមកកាន់ផ្លូវនេះធម្មជាតិទាំងមូលក៏ចូលមកកាន់ផ្លូវនេះព្រោះតែតថាគតអ្វីៗទាំងអស់បានចូលមកកាន់ផ្លូវនេះព្រោះតែតថាគតហើយនឹងផ្ដល់មេត្តាជាមួយនឹងជីវិតរបស់ខ្លួនអាចរំលឹកដល់តថាគតបានព្រះធម៌មិនបានកើតឬក៏នៅឯណានោះទេហើយជីវិតនិងសេចក្តីប្រាថ្នាគឺនៅឆ្ងាយពីគ្នាចាប់ពីថ្ងៃនេះតទៅពួកទូលបង្គំទាំងអស់គ្នានឹងហៅព្រះអង្គថាព្រះអង្គតថាគតព្រោះពួកទូលបង្គំទាំងអស់គ្នាចង់រំលឹកទៅដល់គុណបារមីព្រះអង្គដែលនាំពួកទូលបង្គំមកដល់ផ្លូវនេះបើយើងមានការឈឺចាប់នៅក្នុងសេចក្តីត្រូវការរបស់យើងហើយយើងនឹងទទួលយកនឹងការឈឺចាប់ពេលនោះការឈឺចាប់នឹងនៅតែជាបញ្ហារបស់យើងព្រមទាំងស្ថិតនៅជាអាឡែជីយើងត្រូវតែប្រឆាំងជាមួយនឹងការឈឺចាប់ទាំងអស់នេះវានឹងធ្វើឲ្យយើងយកឈ្នះនឹងការឈឺចាប់បានមានតែផ្លូវពីរយ៉ាងគត់ដែលធ្វើឲ្យយើងរួចចាប់ពីសេចក្តីទុក្ខបើយើងព្រមទទួលយកការឈឺចាប់ទាំងនេះបេះដូងទាំងមូលនៃចំណែករាងកាយរបស់យើងនឹងទទួលយកនូវសភាពដូចគ្នាយើងត្រូវគិតថាយើងអាចសម្រេចបានដោយរបៀបណាថាយើងនឹងមិនអាចទទួលយកនូវការឈឺចាប់នោះបានបើសិនជាយើងព្រមទទួលការឈឺចាប់ទាំងឡាយប្រកបជានៅតែដដែលនឹងស្ថិតនៅជាអាឡែជីជាមួយយើងរហូតតទៅសូមនិមន្តព្រះពន្ធព្រះពន្ធព្រះអង្គបានមកភ្លឺផ្លូវជីវិតពួកទូលបង្គំជាមួយនឹងព្រះជន្មរបស់ព្រះអង្គការគង់នៅរបស់ព្រះអង្គគឺជាមលុបរបស់មនុស្សលោកតាមមានរឿងអ្វីទៅព្រះអនិរុទ្ធទ្រង់គឺជាបុគ្គលក្លាហានហើយនៅថ្ងៃនេះទ្រង់សក់ទឹកភ្នែកថ្ងៃនេះកណាបានដឹងហើយថាព្រះពុទ្ធទ្រង់នឹងយើងចូលព្រះមហាបរិនិព្វាននៅយុគនេះអានន្ទដាក់ប្រកែរបស់កណាឆ្ពោះទៅកាន់ទិសខាងជើងទៅកណានឹងសឹងនៅក្នុងពេលនេះកណាព្រះពន្ធមនាលអានន្ទព្រឹកនៅផ្ការីកមិនទាន់មកដល់ទេប៉ុន្តែដើមវិសាលព្រឹកនេះមានផ្ការីកស្គុះស្គីពេញទាំងដើមរបស់វាមើលចុះតើវាផ្កាដោយរបៀបណាទៅវាកំពុងតែឲ្យកណាមើលឃើញហើយថាផ្ការបស់វាកំពុងតែរុះរោយទៅដើមវិសាលព្រឹកនេះមានតម្លៃជាមួយនឹងសម្រស់របស់វាហើយវាក៏ទទួលនៅរស្មីពីពន្លឺព្រះអាទិត្យដែលកំពុងរះចាញ់ចាំង
មានពន្លឺពណ៌មាសនៅក្នុងអាកាសធាតុទាំងអស់តើទ្រង់អាចស្ដាប់នៅតន្ត្រីរបស់វិយោដែលកំពុងបោកបក់មកប៉ះមេវិសាទទេទ្រង់ឃើញនៅសភនភាពទាំងនេះទេអានន្ទទ្រង់បានបំពេញប្រតិរបស់កណាជាមួយនឹងបរមសុខហើយមនាលសាវកទាំងឡាយបើអ្នកទាំងអស់គ្នាពិតជាចង់បញ្ជាក់ការគោរពដឹងគុណចំពោះកណាសូមប្រតិបត្តិផ្លូវនេះបន្តទៀតចុះត្រូវតាំងចិត្តធ្វើសមាធិអានិរុទ្ធអានន្ទណែណាឲ្យទ្រង់ម្នេះមកसुखा प्रश्न थे अनंत तुम्हें यूं रोता देख उधर व्यतीत हो जाएंगे शांत हो जाओ निमंत्रण प्रांग प्राणों प्रोग्रामចូលកុំតឹងតែងនៅក្នុងចិត្តអីអានន្ទកណាបានប្រាប់រឿងនេះដល់ទ្រង់ជាច្រើនដងទៅហើយគ្រប់សាសនាទាំងអស់មិនអាចគេចផុតទេបើនរណាម្នាក់បានកើតមកសេចក្តីស្លាប់ប្រកបជាមានបើទ្រង់ជួបនរណាម្នាក់ក៏ត្រូវបែកគ្នាទៅវិញដែរគ្រប់ទឹករលកទាំងអស់បើបោកបក់ដោយគ្មានសេចក្តីស្លាប់អញ្ចឹងការកើតមកប្រកបជាគ្មានសេចក្តីស្លាប់ដូចគ្នាដែរអានន្ទទ្រង់បានបម្រើកណាច្រើនណាស់ជាមួយនឹងប្រតិនិងវិញ្ញាណរបស់ទ្រង់កណាពិតជាសពប្រតិចំពោះទ្រង់ណាស់ទ្រង់ពិតជាបានប្រតិបត្តិត្រឹមត្រូវហើយប៉ុន្តែទ្រង់អាចបន្តទៅមុខបានច្រើនទៀតដើម្បីការគោរពប្រតិបត្តិទ្រង់ប្រកបជាអាចកំចាត់ចោលការកើតនិងស្លាប់បានជាមិនខានទ្រង់នឹងអាចសម្រេចនូវសេចក្តីស្ងប់បានទ្រង់នឹងអាចប្រឆាំងពីសេចក្តីទុក្ខគ្រប់យ៉ាងហើយកណាមានការជឿជាក់ថាទ្រង់ប្រកបជាអាចធ្វើរឿងទាំងនេះបានកណាពិតជាសប្បាយប្រតិខ្លាំងណាស់ដោយសារការប្រតិបត្តិរបស់ទ្រង់អានន្ទមានគុណធម៌ពិសេស4ប្រការទ្រង់មានវាចាទន់ភ្លន់ទ្រង់តែងតែទទួលបន្ទុកជាមួយអ្វីៗដែលទ្រង់ទទួលអានន្ទពោពេញទៅដោយក្តីមេត្តាចំពោះអ្នករាល់គ្នាហើយក៏គ្មាននរណាម្នាក់ដូចជាអានន្ទដែរនៅពេលដែលទ្រង់ស្ងប់ស្ងាត់មិនដូចជាកណាទេអានន្ទទ្រង់តែងតែគោរពកណាមិនដែលសួរពីអ្វីឡើយបន្ទាប់ពីទ្រង់បានលះបង់រូបកាយរបស់កណាទ្រង់នឹងបានបញ្ចេញជាមួយនឹងការទទួលខុសត្រូវជាការទទួលខុសត្រូវរបស់ទ្រង់យ៉ាងច្រើនតថាគតសូមគុំយ៉ាងឆ្ងាយពីទៅនេះអីភូមិនេះតូចណាស់សូមព្រះអង្គគង់នៅទីនេះហើយមានកន្លែងជាច្រើនទៀតដែលព្រះអង្គអាចយាងចូលព្រះមហាបរិនិព្វានបានដូចជារាជក្រឹសហើយនឹងសាវតីកមលភ័ឬមួយក៏អេណាស៊ីសូមជ្រើសកន្លែងណាមួយទៅក្រាបទូលនៅពេលនោះនឹងមានពុទ្ធបរិស័ទប្រជារាស្ត្រនឹង
មកចូលគាល់ព្រះអង្គសម្រាប់ឱកាសចុងក្រោយនោះ